ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយកកូនស្រីខ្ញុំទៅពេទ្យថ្មិញណានៅស្រុកនេះគឺអាយុ5-6 ខែឡើងទៅគឺគេចាប់ដាក់មកយើងណាត់ពេទ្យថ្មិញទៅមើលថ្មិញទៅថែថ្មិញទៅដាក់ក្លរ៉ាយឬក៏ទៅប្រាប់យើងថាត្រូវដុសថ្មិញឲ្យកូនប្រហែលពេលមួយថ្ងៃប្រហែលដងរយៈពេលប្រហែលអីចឹងណាចាគឺពួកគាត់យកចិត្តទុកដាក់ចំពោះសុខភាពក្មេងមែនតើហើយអង្គុយលេងផងធុញផងអីផងចាប៉ុន្តែលើកហ្នឹងអត់សូវដូចលើកមុនទេលើកមុនគឺរត់ចុះរត់ឡើងឡូឡាប៉ុន្តែលើកនេះរៀងចេះជាងមុនចាគេឃើញធុយគេមិញហ្នឹងហើយអង្គុយចឹងណាប៉ុន្តែនៅពេលពេទ្យមករៀងចង់ខ្លាចពេទ្យដែរយំហើយតាមផ្លែទេរួចហើយបងប្អូនព្រោះទៅដាក់ក្លរ៉ាយគេឲ្យញ៉ាំអី15 ទៅ 30 នាទីក្រោយពីដាក់ក្លរ៉ាយហើយក៏ចាមកចូលមកធនាគារបន្តិចមិញដូចត្រៃទ្រូបងប្អូនឃើញនឹងឯងគឺធនាគារស្រុកនេះចាគឺយើងបើកឡានចូលមកដើម្បីដាក់លុយឬក៏ដកលុយស្រេចតែយើងអាចប្រើ ATM ឬក៏យើងអាចនិយាយជាមួយនឹងបុគ្គលិកធនាគារបាននៅពេលនៅម៉ោងធ្វើការអញ្ចឹងណាចាប៉ុន្តែបើអត់ម៉ោងធ្វើការទេយើងអាចមក ATM ដកលុយដកអីបានធម្មតាមកដល់ផ្ទះវិញហ្នឹងក៏ញ៉ាំបាយចាញ៉ាំបាយស្រួតអញ្ចឹងទៅដើម្បីទៅស្លុកបន្តិចពោះភិកច្រើនហ្នឹងដូចខ្ញុំវីដេអូខ្ញុំបងប្អូននឹងស្រាប់ហើយចាញ៉ាំបាយមុនស្លញ៉ាំបាយមកហូបនៅសល់អញ្ចឹងយើងក៏ញ៉ាំអញ្ចឹងចាហ្នឹងហើយញ៉ាំបាយហើយមកឆុងជ្រៀតឆុងតែគុជញ៉ាំបន្តិចហ្នឹងហើយជាមួយនឹង popping bubble អត់បានដាក់គុជខ្មៅទេឬក៏គុជនេះគេបងប្អូនគេហៅគុជអីអត់ច្បាស់ដែរខ្ញុំដាក់ popping bubble អញ្ចឹងណាចាជាមួយនឹង milk tea ចាញ៉ាំយកកម្លាំងហើយក៏រៀបចំស្លុកដើម្បីប្តីគាត់មើលធ្វើការគាត់មានម្ហូបញ៉ាំថ្មីអញ្ចឹងទៅព្រោះអីយើងនៅផ្ទះយើងញ៉ាំអីដែលសល់ពីល្ងាចអញ្ចឹងទៅវាយើងឆាប់បានញ៉ាំហើយរបៀបថាម្ហូបយើងអត់សល់ចោលទៀតចាយើងជាប្រពន្ធជាម្ដាយគេបើយើងមិនសំចៃទេគឺតាមថ្ងៃណាមានទេចាស្លម្ហូបថ្ងៃនេះដែរគឺស្លជីចាយបន្តិចចាស្លជីចាយហើយនឹងធ្វើឡុកឡាហ្នឹងខ្ញុំធ្វើជាមួយសាច់ជ្រូកគេព្រោះអីប្តីខ្ញុំគាត់មួយរយៈហ្នឹងគាត់រៀងឈឺជើងអញ្ចឹងគាត់តមឡើងអាស៊ីតណាបងប្អូនចាអញ្ចឹងគាត់តមគ្រឿងសមុទ្រតមសាច់មាន់ហើយតមសាច់គោអញ្ចឹងភាគច្រើនគឺញ៉ាំតែត្រីហើយនឹងសាច់ជ្រូកទេចាជីចាយខ្ញុំគឺដាក់ស្ងោរសាច់ចិញ្ច្រាំនៅសល់បន្តិចដាក់សាច់ហ្នឹងគឺសាច់តិចទៀតអត់ញ៉ាំច្រើនទេដាក់ស្ងោរដាក់សណ្តែកហោះឡើងតៅហើយដាក់សារាយយើងចាបង្ងាស់ចោលអញ្ចឹងទៅឲ្យវាចេញជាតិហើយក្នុងថោហ្នឹងគឺជាសាច់ជ្រូកដែលខ្ញុំហាន់ហើយស្រាប់សម្រាប់ឆាឡុកឡាខ្ញុំលាយគ្រឿងក្រៅម្សៅឆាម្សៅអីផ្អាប់វាទុកចាអំបិលស្ករប៊ីចេងម្រេចអីអញ្ចឹងផ្អាប់វាទុកមកសន្ទុះហើយកូនស្រីខ្ញុំចាគេមកពីពេទ្យវិញគេអស់កម្លាំងគេបងប្អូនគេងហើយសិបតែយំទៅខ្ញុំក៏លើកមកស្មានតែគេងើបហើយមានណាបងប្អូនមកគេងលើដៃទេអត់ព្រមងើបទេនៅងក់ងក់អញ្ចឹងប្តីក៏ចិត្តមកពីធ្វើការហើយអញ្ចឹងមិនដឹងធ្វើម៉េចចាមានតែប៉នឹងដៃកូនងក់ផងអីផងនឹងឯងស្លបបដាគឺភិកច្រើនគឺអញ្ចឹងឯងបើកូនមិនរករឿងទេគាត់គេអញ្ចឹងទៅប៉ុន្តែបើគាត់ហ្នឹងក៏ប្រយ័ត្នដែរព្រោះឲ្យយើងធ្វើការនៅកន្លែងក្បែរកន្លែងក្តៅប៉ុន្តែខ្ញុំធ្លាប់ហើយដោយសារកូនប្រុសខ្ញុំពីមុនគឺគាត់កូនភ្លោះផងហើយពេលខ្លះក៏បែបនឹងដែរអញ្ចឹងយើងឡើងធ្លាប់ហើយឥឡូវកូនស្រីតែមួយគឺស្រួលជាងពីមុនឆ្ងាយមានអារម្មណ៍ខ្លួនឯងអញ្ចឹងបងប្អូនព្រោះពីមុនស្លោផងអីផងទៅធ្វើការផងហើយកូនភ្លោះទៀតហ៎អញ្ចឹងគឺការងារយើងជាមួយនឹងកូនហ្នឹងគឺ2កូននឹង2ឥឡូវហ្នឹងគឺចាព្រមចុះពីដៃហើយអញ្ចឹងរៀងស្រាលខ្លួនតិចដែរចាខ្ញុំក៏មកមើលស្លមកមើលអីអញ្ចឹងចាព្រមចុះពីដៃហ្នឹងដោយសារប៉ាគេមកដល់ផ្ទះហើយក៏ឲ្យទៅគាត់ជួយមើលអញ្ចឹងដួសស្លដួសអីដាក់រៀបចំបាយឲ្យញ៉ាំអញ្ចឹងទៅមើលគេមកលេងគេស្វាងគេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណដែលបងប្អូនបានមើលវីដេអូខ្ញុំកន្លងមកអរគុណដែលស្រឡាញ់ខ្ញុំស្រឡាញ់គ្រួសារស្រឡាញ់កូនរបស់ខ្ញុំអរគុណសុខភាពល្អសុខសប្បាយទាំងអស់គ្នាជម្រាបលា